តើហេតុអ្វីបានជា Rule of Survival ផ្ទុះប្រជាប្រិយភាពជាខ្លាំងក្រោយមកក៏បានរលត់យ៉ាងលឿនទៅវិញ Rule of Survival ឬ ROS ជា Battle Royale ដែលធ្លាប់ផ្ទុះប្រជាប្រិយភាពជាខ្លាំងចន្លោះឆ្នាំ2018និង2020 ហ្គេមនេះធ្វើឲ្យអ្នកលេង Mobile Game នៅអាស៊ីសហរដ្ឋអាមេរិកនិងកម្ពុជាក្លាយជាសំណាក់ហ្គេមមានអ្នកលេងជាច្រើននេះហើយជាពេលវេលា Rule of Survival ជាហ្គេមដែលធ្លាប់ធ្វើឲ្យ Mobile Game ឆ្លងកាត់ការផ្លាស់ប្ដូរដ៏ធំមួយនៃប្រវត្តិសាស្ត្រ Mobile Game ហេតុអ្វីបានជាហ្គេមនេះបិទជាផ្លូវការ Rule of Survival កើតឡើងក្នុងសម័យដែល Battle Royale កំពុងផ្ទុះល្បីវាបង្កើតបទពិសោធន៍ជុំគួរពួកអ្នកលេងជាច្រើនកំឡុងពេល Battle Royale ពុំទាន់ចេញនៅលើទូរស័ព្ទដែលផ្ដល់ឲ្យពួកគេផ្លាស់ប្ដូរបទពិសោធន៍ដោយបានលេង PC Game អញ្ចឹងRule of Survival ធ្លាប់ជាហ្គេមដែលចូលចិត្តពីសំណាក់ gamer ជាច្រើនកាលដែល PUBG Mobile មិនទាន់ចេញនៅលើទូរស័ព្ទហេតុអ្វីបានជា Rule of Survival ពេញនិយម Rule of Survival ចេញក្នុងពេលវេលាត្រឹមត្រូវដែល PUBG PC មិនទាន់ចេញនៅលើទូរស័ព្ទហើយ Free Fire មិនទាន់ល្បីតែ Rule of Survival មាន Mobile Optimization ហើយលេងឆាប់ជាង PUBG PC នេះហើយជាកត្តាដែលធ្វើឲ្យវាផ្ទុះប្រជាប្រិយភាពGameplay នៅលើទូរស័ព្ទទាក់ទាញជាមួយអារម្មណ៍ពេលអ្នកលេងជាក្រុមសំឡេងជើងរន្ធត់ការបាំង Sniper ពេលស្ងាត់ Driving Car ដេញបុកសត្រូវបាញ់ Headshot មួយគ្រាប់ដែលយើងមិនអាចបំភ្លេចបានសម្រាប់មនុស្សជាច្រើន Rule of Survival គឺជាហ្គេមដែលនាំអារម្មណ៍សប្បាយរួមជាមួយនឹងមិត្តភ័ក្តិរៀងរាល់យប់ការធ្វើអចោពេលដែល PUBG ចេញនៅលើទូរស័ព្ទ Rule of Survival ត្រូវប្រយុទ្ធជាមួយនឹងក្រុមហ៊ុនយ៉ាក់ដែលមាន graphic ល្អជាង optimization ល្អ marketing ខ្លាំង anti-cheat មានប្រសិទ្ធភាព Rule of Survival មិនអាចប្រកួតបានបន្ទាប់មក Free Fire ក៏ផ្ទុះហើយកាន់តែគ្របដណ្ដប់លើទូរស័ព្ទអ្នកលេងមានម៉ាស៊ីនទាបបានស្រាប់តែ Call of Duty ក៏ចេញលើទូរស័ព្ទចូលលេងល្បឿនលឿននិងគុណភាពល្អនឹងលើសជាង Rule of Survival Rule of Survival ត្រូវប្រយុទ្ធនឹងហ្គេម3ក្នុងពេលតែមួយហើយវាមិនអាចទប់ទល់បានទេបញ្ហា hack និង cheater ធ្ងន់ធ្ងរចាប់តាំងពីឆ្នាំ2019 Rule of Survival ប្រយុំមុខបញ្ហា hacker ធ្ងន់ធ្ងរ Aimbot, Wall hack, Speed hack ទោះបី developer update ជាបន្តបន្ទាប់ក៏មិនអាចទប់ទល់បានឡើយនេះធ្វើឲ្យ player ជាច្រើនធុញទ្រាន់បានបោះបង់ចោល game Optimization និង bug ទូរស័ព្ទល្មមពិបាកអូហ្គេមពេកសម្រាប់អ្នកលេងទូរស័ព្ទចាស់ FPS drop, lag, crash, bug weapon និង vehicle player ជាច្រើនងាកទៅលេង Free Fire ដែល run ទូរស័ព្ទស្រួលជាង Rule of Survival monetization និងការ update មិនមានទិសដៅច្បាស់លាស់ Rule of Survival គ្រាន់តែ update តែ skin មិនមាន system ថ្មី maps មិនមាន update ថ្មីសោះ even មិនតាក់ទាញ player ដូច្នេះ player មានអារម្មណ៍ថា developer មិនយកចិត្តទុកដាក់ទៅលើគុណភាព game ទៀតទេការបិទ game Rule of Survival នៅឆ្នាំ2022 NetEase ប្រកាសបិទ Rule of Survival ជាផ្លូវការហេតុផលសំខាន់ Player base ធ្លាក់ចុះមិនមាន player មិនមាន match មិនមានប្រាក់ចំណេញ server ទំនេរគ្មានអ្នកលេង matchmaking យឺត server cost មិនមានបង់សងត្រឡប់មកវិញបញ្ហាច្បាប់ Rule of Survival ទទួលការរិះគន់ព្រោះស្រដៀង PUBG X អ្នកខ្លះប្រាប់ថា mechanic និង UI មានភាពស្រដៀង PUBG ពេកការចុះកិច្ចសន្យានឹងបញ្ឈប់ការអភិវឌ្ឍក្រុមហ៊ុនបដូរទិសដៅផ្សេងទៅលើ AAA Games Project International Rule of Survival មិនបានការគាំទ្រទៀតឡើយនេះហើយគឺជាចុងបញ្ចប់នៃ Battle Royale ដែលធ្លាប់មានអ្នកលេងជាច្រើនហើយក៏ធ្លាប់បង្កើត community ធំប្រែជាធ្លាក់ប្រជាប្រិយទៅវិញហេតុផលនេះហើយជាបញ្ហា Rule of Survival ត្រូវបានបិទជាផ្លូវការសរុបមក Rule of Survival មិនត្រឹមតែជាហ្គេមវាជាការចងចាំរបស់ gamer មុនឆ្នាំ2020ពេលដែលយន្តលេងជាមួយក្រុមនិងពេលដែលយន្តលេងជាមួយមិត្តភ័ក្តិជួបជុំគ្នា online ជារៀងរាល់យប់Rule of Survival ទោះបីជាបាំងបិទទៅហើយក៏ជាហ្គេមដែលចាប់ផ្ដើមសម័យ Battle Royale វាបង្កើត streamer, content creator និង pro player ជាច្រើនវាជាហ្គេមក្នុងចិត្តអ្នកលេង mobile game ជានិច្ចទោះបីជា Rule of Survival បានស្លាប់តែក្នុងចិត្តអ្នកលេងនៅរស់ជានិច្ចជួបគ្នាវីដេអូក្រោយអរគុណជម្រាបលា